តោះបងទាំងអស់គ្នាដែលគាត់ប្រើប្រភេទ LAN cable morning នៅលើ screen របស់គាត់តែងតែបង្ហាញអញ្ចឹងត្រូវទេបងអញ្ចឹងបងពេលខ្លះគឺគាត់ចង់ធ្វើការ connect Bluetooth គាត់អត់ដឹងថាចុចមកទេតោះឥឡូវហ្នឹងមករៀនពីរបៀបក្នុងការ connect Bluetooth ជាមួយនឹងខ្ញុំអញ្ចឹងទី1គឺបងចុចកន្លែងនេះឲ្យជាប់បាទវានឹង load ទៅកាន់ map បាទអញ្ចឹងយើងមកមើលខាងនេះវិញអញ្ចឹងខាងនេះមានពាក្យថា phone អញ្ចឹងបងប្អូនទាំងអស់គ្នាអាចចុចនៅលើពាក្យថា phone អញ្ចឹងបន្ទាប់មកបងប្អូនចុចនៅលើភាសាកូរ៉េមួយនេះចុចនៅខាងឆ្វេងដៃយើងចុចមួយមកវានឹង load Bluetooth មកអញ្ចឹង Bluetooth ហ្នឹងពីមុនគឺខ្ញុំធ្លាប់ connect អញ្ចឹងដើម្បីយើងធ្វើការ connect Bluetooth ថ្មីគឺយើងឧទាហរណ៍ថាឥឡូវនេះឈ្មោះខ្ញុំហើយទូរស័ព្ទខ្ញុំទីទៀតខ្ញុំនឹងធ្វើការបិទវាចោលហើយយើងធ្វើការលុបវាបាទយើងធ្វើការលុបវាទៅមកបាទអញ្ចឹងខ្ញុំធ្វើការលុបជាមួយនឹងឈ្មោះ Bluetooth ដែលខ្ញុំបាន connect មុនហ្នឹងបន្ទាប់មកខ្ញុំធ្វើការ connect Bluetooth ថ្មីដើម្បីយើងធ្វើការ connect Bluetooth បានគឺបងប្អូនទាំងអស់គ្នាមើលមកខាងនេះមានរូបទូរស័ព្ទមួយហើយមានពាក្យថា search បាទមានកន្លែងកៅយុទ្ធណាបាទអញ្ចឹងយើងចុចនៅកន្លែងហ្នឹងមួយមកបាទបន្ទាប់មកវាធ្វើការ connect បន្ទាប់មកបងប្អូនទាំងអស់គ្នាធ្វើការបើក Bluetooth បាទបើក Bluetooth នៅលើទូរស័ព្ទដៃហើយយើងនឹងឃើញពាក្យថា morning បាទយើងយកពាក្យថា morning ហ្នឹងមកបាទអញ្ចឹងវានឹង load នៅលើទូរស័ព្ទនៅលើ screen LAN របស់យើងហើយយើង select នៅលើហ្នឹងមួយបាទបន្ទាប់មកនៅកន្លែងនេះគឺវាមាន load លេខកូដ00ណាបាទអញ្ចឹងលេខទូរស័ព្ទនៅលើ LAN របស់អ្នកទាំងអស់គ្នាអត់ដឹងថាលេខកូដប្រហែលនេះប៉ុន្តែវានឹងបង្ហាញលេខ04ដងមកបាទអញ្ចឹងយើងធ្វើការវាយហើយយើងធ្វើការ pair អញ្ចឹង pair ចូលហើយយើងត្រូវចុច OK នេះខាងនេះគឺវា OK ចាំតិចបាទអញ្ចឹងឥឡូវហ្នឹងគឺវាចាប់ផ្ដើមចូលហើយដូចបានខ្ញុំបង្ហាញមុនហ្នឹងអញ្ចឹងទៅពេលវាចូលបងប្អូនចង់ចាក់លឺក៏យើងអត់ទាន់លឺភ្លាមដែរបងប្អូនត្រូវចុចនៅកន្លែងពាក្យថា media នេះសិនចុចនៅកន្លែង media វា load តែហ្នឹងហើយវាចេញមកបាទអញ្ចឹងយើងអាចធ្វើការចាក់ YouTube ទៅចាំមើលខ្ញុំចាក់បាទអញ្ចឹងឥឡូវហ្នឹងគឺលឺហើយគឺវាចូលហើយអញ្ចឹងនេះគឺជារបៀបក្នុងការ connect Bluetooth នៅលើរថយន្ត Kia Morning បាទអរគុណ